បងកូនខ្ញុំតាំងពីចូលអាយុ8ខែមកដូចជាអត់សូវចង់ញ៉ាំបបរសោះមានអារម្មណ៍ថាគាត់ឥឡូវចាប់ផ្ដើមទ្រាំហើយអញ្ចឹងខ្ញុំគួរតែផ្លាស់ប្ដូរវិធីចម្អិនមិនឲ្យគាត់ខ្លះទៅអញ្ចឹងឥឡូវថ្ងៃនេះខ្ញុំមានម៉ឺនុយមួយសម្រាប់អូនចាប់ពីអាយុ8ខែឡើងដែលកំពុងតែទ្រាំបបរដោយប្រើអង្ករអប់បន្លែនេះអង្ករអប់បន្លែគឺគេធ្វើពីអង្ករសម្រូបអប់ជាមួយនឹងបន្លែខាលផ្នែកសាច់គឺខ្ញុំប្រើម្សៅត្រីសាល់ម៉ុននេះដែលសម្បូរទៅដោយជាតិកាល់ស្យូមអូមេហ្គា3និង DHA សម្រាប់បន្លែបន្ថែមនៅក្នុងបបរមួយចាននេះគឺខ្ញុំប្រើស្រាក្រៀមវ៉ាកាម៉េដែលសម្បូរទៅដោយជាតិអ៊ីយ៉ូតហើយនិងគ្រឿងទេសបន្ថែមរសជាតិគឺខ្ញុំប្រើទឹកស៊ីអ៊ីវទឿដែលផ្សំចេញពីសណ្តែកហើយនិងសារាយដែលមានរសជាតិហើយនិងក្លិនប្រហើរចំពោះសារាយក្រៀមវ៉ាកាម៉េនេះមិនត្រឹមតែសម្បូរទៅដោយជាតិអ៊ីយ៉ូតទេគឺអាចជួយបង្ការភាពស្លេកស្លាំងជួយបង្កើតភាពក្រិនក្រោះនិងជួយឲ្យបបរអូនមានរសជាតិកាន់តែឆ្ងាញ់ហើយនេះគឺជារបៀបត្រាំសារាយរបស់យើងបងចាប់តែមួយចិបមកហើយដាក់ត្រាំជាមួយនឹងទឹកយើងធម្មតាប្រហែលជា2នាទីឯសារាយហ្នឹងគឺវារីកចេញមកបែបហ្នឹងហើយចំណែកឯរបៀបចម្អិនអង្ករអប់បន្លែវិញគឺយើងចម្អិនអត់ត្រូវការលាងទឹកទេនៅក្នុងហ្នឹងគឺមានអង្ករសម្រូបដែលអប់ជាមួយនឹងបន្លែខាលគ្រាប់គីមប៉ាការ៉ុតហើយនិងដំឡូងស្វាយដែលសម្បូរទៅដោយជាតិដែកជួយបង្ការជំងឺខ្វះគ្រាប់ឈាមក្រហមនិងជួយបង្ការកុំឲ្យអូនស្លេកស្លាំងសម្បូរទៅដោយជាតិ Fiber ជួយសម្រួលដល់កាពះពោះវៀនអូនផងដែរបន្ទាប់ពីអង្ករយើងរីកបានល្អហើយគឺខ្ញុំកាត់សារាយវ៉ាកាម៉េដែលយើងត្រាំឲ្យរីកមិញហ្នឹងចូលចម្អិនបន្ថែមប្រហែលជា3ទៅ4នាទីទៀតបើសិនជាកូនកំពុងតែទ្រាំបបរបងអត់គួរធ្វើបបរមួយចានដែលសម្បូរទៅដោយបន្លែច្រើនមុខពេកទេបន្ទាប់ពីសារាយហើយនិងអង្កររីកឆ្អិនបានល្អហើយគឺខ្ញុំបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវសម្រាប់អូនចាប់ពីអាយុ8ខែឡើងនេះហើយម្សៅត្រីសាល់ម៉ុនគឺខ្ញុំដាក់ចុងក្រោយគេដោយសារម្សៅត្រីនេះគឺឆ្អិនស្រាប់ហើយអត់ត្រូវការរយៈពេលចម្អិនអីទៀតទេហើយនេះគឺជាល្បែងសម្រាប់អូនចាប់ពីអាយុ8ខែឡើងបងអត់ចាំបាច់កិនឲ្យម៉ត់ពេកទេកិនឲ្យរៀងនៅខាប់ហើយល្បាយគ្រើមដើម្បីឲ្យអូនរៀនតាពីខ្ញុំបន្ថែមជាមួយនឹងប្រេងអូលីវដើម្បីសម្រួលដល់កាពះពោះវៀនរបស់អូនហើយនេះគឺជាគ្រឿងទេសសំខាន់ចុងក្រោយដែលធ្វើឲ្យបបរយើងកាន់តែឆ្ងាញ់គឺជាសាច់មាន់ផាត់ដែលក្នុងហ្នឹងមិនត្រឹមតែមានសាច់មាន់ទេក៏មានកន្តិចបន្លែផ្សេងទៀតដែរដូច្នេះហើយបើសិនជាបងចង់បានគ្រឿងទេសដោយដែលខ្ញុំប្រើនៅក្នុងម៉ឺនុយនេះអាចឆាតចូលផេកគ្រឿងទេសកុមារ NSP បានអរគុណសម្រាប់ការទស្សនា